ថ្ងៃនេះខ្ញុំចង់បកស្រាយប្រាប់អ្នកទាំងអស់គ្នាអំពីបញ្ហាបំណុលគឺជាបញ្ហាមួយដែលប្រជាជនខ្មែរច្រើនភាគរយមែនទែនគាត់កំពុងតែជួបប្រទះហើយអ្នកខ្លះកំពុងតែវាន់ករោគច្រកចេញស្ទើរតែមិនបានអ្នកខ្លះទៀតចង់ស្លាប់ចង់រស់ដោយសារតែបញ្ហាបំណុលគឺកើតឡើងពីការគិតខ្លីហើយនៅពេលដែលជាប់គាំងពួកគាត់ជ្រើសរើសយកជំរើសមួយគិតខ្លីដដែលអ្នកខ្លះអាចស្លាប់អ្នកខ្លះអាចឈួតអ្នកខ្លះអាចវិកលចរិតបំណុលកើតឡើងពីការមិនស្គាល់ហានិភ័យកើតឡើងពីចំណង់ខុសពេលកើតឡើងពីការមិនចេះប្រើប្រាស់លុយកើតឡើងពីការមិនមានចំណេះដឹងហិរញ្ញវត្ថុពិតប្រាកដបញ្ហាដ៏ធំចម្បងរបស់បំណុលគឺកើតឡើងពីការច្រឡំថាអញលយច្រឡំថាផ្ទះធំគឺជាទ្រព្យច្រឡំថាឡានគឺជាទ្រព្យច្រឡំថាទូរស័ព្ទទំនើបច្រឡំថារបស់ដែលទាញលុយចេញពីកប៉ៅទាំងអស់នោះគឺជាទ្រព្យ cash flow គឺជាមេរៀនមួយដ៏សំខាន់នៅក្នុងការបង្រៀនឲ្យអ្នកទាំងអស់គ្នាយល់ពីបំណុលអញ្ចឹងបំណុលគឺជាអ្វីខ្ញុំតែងតែឮគេនិយាយថាអ្នករស់ស៊ីមួយណាដែលមិនជាពាក់គេបើចង់ចេញរស់ស៊ីបើមិនជាពាក់គេគេមិនហៅថារស់ស៊ី No អ្នកដែលមិនយល់ពាក្យនេះគឺពួកគាត់ចាប់ផ្ដើមបថុយបន្ថាន take risk អត់ស្គាល់ច្បាស់ពីបំណុលមានប្រមាណប្រភេទអត់ស្គាល់ច្បាស់ថាតើគួរគ្រប់គ្រងបំណុលល្អបំណុលអាក្រក់ដោយរបៀបណាវាធ្វើឲ្យគាត់ផុងនិយមន័យរបស់ពាក្យមួយហ្នឹងគឺគេចង់និយាយថាបើសិនជាអ្នកមិនទាន់ចេះប្រើប្រាស់លុយអ្នកដតីយកមកបង្កើតលុយទេអ្នកមិនចាំបាច់ឬក៏អ្នកកំអាលចេញរកស៊ីគេចង់មានន័យបែបហ្នឹងខ្ញុំចង់ចែករំលែកចំណុច4យ៉ាងដែលអ្នកមានគេទិញហើយវាគឺជាទ្រព្យពិតប្រាកដបើសិនជាវាជាបំណុលគឺវាជាបំណុលល្អទី1ចំណុចទី1ដែលអ្នកមានទិញគឺគេទិញទ្រព្យពិតគឺមានន័យថាចំណេះដឹងពិតជំនួញពិតគឺជា real estate ណាវាអាចជា resort condo ផ្សារទំនើបឬក៏គម្រោងអភិវឌ្ឍផ្សេងទាំងអស់នេះគឺជាទ្រព្យពិតដែលអ្នកមានគេប្រើប្រាស់បំណុលល្អដែលគេលើកជាគម្រោងដើម្បីប្រមូលលុយយកមកធ្វើហើយបង្កើតបានទ្រព្យបង្កើតបានផលចំណេញលានរាប់សែនទៅថ្ងៃមុខនេះគឺជាទ្រព្យពិតដែលមិនមែនជាទូរស័ព្ទទំនើបម៉ូតូឡានទំនើបផ្ទះធំនៅតែគ្មានបានចំណូលអស់តែថ្លៃភ្លើងថ្លៃទឹកនេះគឺជាចំណុចទី1ចំណុចទី2គឺអ្នកមានគេទិញ smart people គេទិញមនុស្សឆ្លាតអ្នកនរនេះឃើញអ្នកមានគឺគេមានគ្រូគេមានអ្នកប្រឹក្សាគេមានក្រុមប្រឹក្សាបច្ចេកទេសគេមានអ្នកបង្វឹកអ្នកទប់ណាហើយមួយទៀតគឺគេមានកម្មវិធី innovation ផ្សេងណាជាកម្មវិធីគំនិតច្នៃប្រឌិតកម្មវិធីថ្មីណាកម្មវិធីដកស្រង់ចំណេះដឹងពីអ្នកដែលឆ្លាតគឺគេទិញ smart people យកមកធ្វើការណាគេទិញ wisdom ពី smart people ទាំងអស់ហ្នឹងណានៅពេលដែលអ្នកមានគម្រោងល្អណាមួយគឺជាអ្វីដែលពួកគេនឹងធ្វើនៅថ្ងៃអនាគតណាអញ្ចឹងមិនគេបង្កើតកម្មវិធី innovation ផ្សេងកម្មវិធីគំនិតច្នៃប្រឌិតផ្សេងដើម្បីប្រមូលផ្ដុំរឿងទាំងអស់នោះយកមកធ្វើ business ឬក៏យកមក update business របស់ពួកគេណាមួយទៀតគឺពួកគេទិញ smart book ណាទិញសៀវភៅដែលនាំឲ្យពួកគេឆ្លាតអ្នកមានគេចំណាយពេលច្រើនក្នុងការអានសៀវភៅ Warren Buffett Steve Jobs Mark Zuckerberg Bill Gates ពួកគាត់គឺជាមហាសេដ្ឋីដែលមានបំផុតនៅលើពិភពលោកតែអ្វីដែលគាត់អានគឺសៀវភៅរបស់មនុស្សឆ្លាតពួកគាត់មិនអាចមានបាននេះបើសិនជាពួកគាត់គ្មានសៀវភៅ Warren Buffett ជាអ្នកវិនិយោគមួយដែលចាស់មានវ័យចំណាស់ Bill Gates ក៏ចាស់តែពួកគាត់ប្រើពេលមួយអាទិត្យអានសៀវភៅ7 8ក្បាលនេះគឺជាឆន្ទៈរបស់ពួកគាត់ហើយជាលទ្ធផលគឺពួកគាត់មានបានរហូតដល់បច្ចុប្បន្នអញ្ចឹងខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាថាគេ buy smart people
ណា smart book មិនមែនជា smartphone សម្រាប់លេង game នោះទេអូខេចំណុចទី3គឺពួកគេទិញអាជីវកម្មរបស់អ្នកដទៃគេទិញអាជីវកម្មរបស់អ្នកដទៃវាអាចជា brand វាអាចជា stock វាអាចជាភាគហ៊ុនណាវាអាចជាវិស័យទាំងអស់ហ្នឹងដែលធ្វើឲ្យពួកគាត់ដេកក៏មានលុយចូលក្នុងកប៉ៅរបស់គាត់ដែរអញ្ចឹងនេះគឺជាអ្វីដែលអ្នកមានគេទិញនេះគឺជាអ្វីដែលអ្នកមានគេវិនិយោគណាចំណុចចុងក្រោយគឺចំណុចទី4គឺពួកគាត់ទិញនិមិត្តរូបនៃទ្រព្យមានន័យថាគាត់ទិញទ្រព្យរបស់ព្រះនៅលើលោកយើងនេះគឺមានទ្រព្យរបស់មនុស្សដែលយើងហៅថាជា digital money ណាយើងមានទ្រព្យរបស់ព្រះដែលយើងហៅថាជាមាសឬក៏ប្រាក់ណាដែលមិនមែនជាกระดาษលុយណាដែលមិនមែនជាกระดาษលុយដែលជាទ្រព្យคล้ายคล้ายសំដាក់ក្នុងកូនជ្រូក$100ឆ្នាំនេះ10ឆ្នាំក្រោយទិញមិនបានទឹកសុទ្ធម្ដងទេមិនមែនជាអានឹងទេពួកគាត់ទិញនិមិត្តរូបនៃទ្រព្យទុកកាលណាដែលគាត់មើលឃើញនិមិត្តរូបទាំងអស់នោះវាធ្វើឲ្យពួកគាត់មានឆន្ទៈនៅក្នុងការចេញរស់ស៊ីនៅក្នុងការបង្កើតទ្រព្យទាំងអស់នោះឲ្យកាន់តែច្រើនអ្នកមានគេមិនដែលយកលុយទៅសន្សំដើម្បីការប្រាក់បន្តិចបន្តួចរហូតដល់10 20ឆ្នាំក្រោយលុយនឹងគ្មានតម្លៃស្មើនឹងលុយដែលគាត់យកទៅសន្សំនោះទេអ្នកមានគេមានខួរក្បាលរបស់គេឆ្លាតគេអត់ញាត់កូនជ្រូក$10ថ្ងៃនេះគេអត់យកលុយទៅញាត់កូនជ្រូក$1000ឆ្នាំនេះហើយ10ឆ្នាំក្រោយ$1000ទិញអត់បានសភៅមួយក្បាលទិញអត់បានទឹកសុទ្ធម្ដងគេអត់ធ្វើអញ្ចឹងទេណា$1000ឆ្នាំក្រោយអត់ដឹងមិនដឹងថាបានទិញសាំងបាន10លីត្រ20លីត្រឬក៏អត់គេអត់សន្សំអញ្ចឹងទេព្រោះគេយល់ថាឥទ្ធិពលរបស់លុយគឺវាឡើងចុះគឺវាហើមវាអាស្រ័យទៅតាមការព្រិនចេញរបស់មនុស្សអញ្ចឹងអ្នកមានគេមាននិមិត្តរូបនៃទ្រព្យរបស់គេសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំសរសេរសភៅខ្ញុំនិពន្ធសភៅឡើងដើម្បីខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ច្បាស់អំពីអ្វីទៅដែលគេហៅថាជីវិតពិតគ្រូពិតទ្រព្យពិតបំណុលពិតហើយនៅក្នុងការបង្រៀនវគ្គខ្លីរបស់ខ្ញុំគឺខ្ញុំចង់បដោតគឺខ្ញុំចង់ដាស់តឿនអ្នកទាំងអស់គ្នាកុំឲ្យចំណាយពេលទៅបំរើអ្នកដទៃមួយជីវិតព្រោះរឿងដែលតស៊ូបំផុតនៅក្នុងជីវិតរបស់មនុស្សបច្ចុប្បន្នគឺធ្វើការរហូតដល់ថ្ងៃស្លាប់ចុងក្រោយអ្នកទាំងអស់គ្នានឹងដេកនៅលើកន្ទេលហើយផ្ដាំផ្ញើទៅកូនចៅថាហួសពេលគ្រប់យ៉ាងស្ដាយខ្ញុំធ្វើទាំងអស់នេះគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាឈប់ចាញ់បោករឿងคล้ายដែលអ្នកទាំងអស់គ្នាតែងតែឮជុំវិញតិចតាំងពីតូចរហូតដល់ធំជួបគ្នានៅវីដេអូក្រោយ